God Thailand នាំជួនជាពិសេសដោយ សាប៊ូកក់សក់ឃ្លៀមានអង្គែស្រស់ស្រាយពិតប្រាកដខ្ញុំមានអ្វីត្រូវលាក់បាំងស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរដើម្បីកុំឲ្យលោកទៅរងចាំយូរសូមស្វាគមន៍ជាមួយនឹងបេក្ខជនយឿនពិសី Cambodia's Got Talent ស្រុកខ្មែរពីកំពូលភ្នំឃើញហើយមិនយំគង់ស្រង់ទឹកភ្នែកកំពូលភ្នំស្រួចខ្ញុំសែនសង្វេគពេលនេះម៉ែបែកទៅណាបាត់ហើយតូចយំល្វើយម៉ែអើយកូនប្រន់អើយខានឃើញមុខមាត់ខានស្ដាប់សំដីប្រត់ម៉ែ3ឆ្នាំរលឹកសិក្សាកូនលូនកាត់ព្រៃដើម្បីទៅជួបម៉ែកូនលូនដល់ផ្ទះហៅម៉ែតិចក្រំព្រៀងស្រេចម្ដេចមិនឃើញម៉ែបុតធំផ្ទះខ្ញុំមានសល់អ្វីទេតារូបអ្នកម្ដាយទៅណាបាត់ហើយនាងណាមិនយំអើយមិនយំហើយចង់ខ្ញុំយំស្រណោះខាងឃើញមុខម៉ែម៉ែអើយម៉ែចាស់ចូលរៀនណាហើយម៉ែអើយប្រត់ស្លាប់ឬប្រត់រស់ម៉ែអូពិសីកំសត់ណាស់បាត់ជំនាញបាត់នេះបាទឥឡូវចេះពិសីប្រុសមកចូលឃើញទេអូលោកសគុណណាស់តើមកជួយនេះមកការតាមនេះបាទអូសុបួលជន់កៅអីខោបាទអេជន់អរគុណអូដាក់កៅអីមកជន់នៅក្រោយនេះវិញបាទអរគុណណាស់ដែលបងអូនបាទដែលផ្ដល់កិត្តិយសឲ្យបងបាទខំដាក់កៅអីឡើងស្អាតមកឈាននៅក្រោយនេះវិញណែចង់សួរពិសីអារម្មណ៍ដល់ពេលនេះយ៉ាងណាដែរបាទអារម្មណ៍ពេលនេះសប្បាយចិត្តព្រោះបានឡើងមកដល់វគ្គបេក្ខនាផ្ដាច់ព្រាត់អូសង្ឃឹមទេអាចបន្តបាទសង្ឃឹមអាចឆ្លងទៅដល់វគ្គផ្ដាច់ព្រាត់ទេបាទពិសីសង្ឃឹមប្រហែល 50% ដូចនេះចំពោះអ្នកសង្ឃឹមរបស់បងប្អូនគឺពឹងទៅលើលោកអ្នកដែលជាអ្នកគ្រប់គ្រងដល់ពិសីបាទគឺបោះឆ្នោតក៏ដូចជាពិសេសទៀតគឺផ្ញើសារគ្រប់គ្រងដល់គាត់នោះគឺឲ្យគាត់បានទទួលនៅអ្វីដែលជាការគ្រប់គ្រងយ៉ាងច្រើនដើម្បីឆ្លងទៅកាន់វគ្គពាក្យបណ្ណាលវាផ្ដាច់ព្រាត់តែម្ដងបាទឥឡូវនេះជាបន្តក៏សូមអនុញ្ញាតបាទផ្ដល់នាទីនេះជូនទៅដល់បាទចាច់ព្រឹបសវត្តបាទសូមជើញបាទអរគុណពិសីបងស្ដាប់សំនៀងរបស់បងអូនគឺបងនឹកឃើញ
អនុស្សាវរីយ៍តាំងពីបងនៅក្មេងហើយក៏មាន background ដែលយើងមើលទៅគឺយើងមានភាពកំសត់នៅក្នុងអត្ថន័យនេះហើយបទនេះចំបទមួយដែលបងស្រឡាញ់បទនេះល្អណាស់ហើយយើងនិយាយពីបច្ចេកទេសក្នុងការច្រៀងវិញបទនេះពិសីហាក់ដូចជាជាងយើងប្រើសំឡេងរៀងគៀបបន្តិចពាក្យយើងប្រើពាក្យរៀងគៀបបន្តិចពិសីប្រើពាក្យឲ្យកុំឲ្យគៀបពេកមាត់យើងបើកឲ្យរៀងអស់បន្តិចពិសីបន្ថយអានឹងតិចគឺបានល្អណាស់អរគុណជូនពរឲ្យទស្សនិកជនបងប្អូនពូមីងអ៊ំប្រុសអ៊ំស្រីតាយាយកំពុងតែស្ដាប់ទេសនាតាមទូរទស្សន៍បោះឆ្នោតឲ្យពិសីឲ្យបានច្រើនបាទអរគុណចំពោះចាត់លោកគ្រីស្ទសវណ្ណជាបន្តសូមជួយទៅប្រការនេះដល់តារាពហុជំនាញគឺនាងផាត់សុខីមចាអរគុណពិសីបើសិនជាមីងមិនច្រឡំទេក្មួយច្រៀងបានល្អតាំងពីវគ្គទី1ហើយវគ្គទី2នេះក្មួយធ្វើបានកាន់តែល្អទៀតដោយសារតែទី1គឺយើងបានរៀបចំ background អីសម្រាប់ក្មួយហើយទី2ទៀតក្មួយបានលើកយកបទចម្រៀងមួយបទនេះគឺខ្មែរណាក៏បានឮខ្មែរណាក៏ចេះដែរបទហ្នឹងចាអញ្ចឹងជូនពរដល់ក្មួយសូមឲ្យក្មួយទទួលបាននៅការគាំទ្រពីទស្សនិកជនយើងឲ្យបានច្រើនទាំងអស់គ្នាបាទសូមអរគុណបាទជាបន្តសូមផ្ដល់នីតិនេះជូនទៅដល់ចាត់ KOY បាទសូមចេញបាទអាចារ្យពេលឃើញអាចារ្យឯងដាក់បទហ្នឹងមកតានេះហាក់បីដូចជាចង់ស្រក់ទឹកភ្នែកតាកំសត់ណាស់អាចារ្យជូនពរអាចារ្យឯងណាឲ្យបងប្អូនទាំងអស់បោះឆ្នោតជូនចៅឯងអរគុណបាទអរគុណបាទសូមអរគុណដល់ចាត់ប្រមេរូបបានផ្ដំទុកយ៉ាងល្អបាទចំពោះបាទបេក្ខជនបាទពិសីបន្ទាប់ពីស្ដាប់យោបល់របស់គណៈកម្មការទាំង3រូបហើយថាពិសីពេលនេះអារម្មណ៍យ៉ាងណាដែរបាទអារម្មណ៍ខ្ញុំសប្បាយផងរំភើបផងហើយជាចុងក្រោយក៏សូមអរគុណដល់គណៈកម្មការទាំង3រូបដែលបានជ្រើសរើសយកខ្ញុំមកពាក់កណ្ដាលផ្ដាច់ព្រាត់នេះបាទសូមអរគុណបាទអរគុណបើសិនជាលោកអ្នកគ្រប់គ្រងចំពោះពិសីគឺគាត់មានលេខសម្គាល់លេខ4បើសិនជាគ្រប់គ្រងគាត់គឺសូមចូលទៅកាន់ Rai Music ព្រមទាំងចូលលេខសម្គាល់របស់គាត់គឺលេខ4ផ្ញើទៅកាន់លេខ2014គឺជាការស្រេចបាទអរគុណបាទអរគុណច្រើនបាទសម្រាប់ពេលនេះបាទសូមឲ្យបាទប្អូនពិសីបាទសម្រាប់បន្តិចសិនចុះណាបាទបាទអរគុណជាបន្តលោកអ្នកកំពុងទន្ទឹងរង់ចាំថាមានអ្វីប្លែកនៅក្នុងកម្មវិធីរបស់យើងសូមស្វាគមន៍ជាមួយនឹងបេក្ខជនយឿនពិសាល Cambodia's Got Talent Tomorrow
គុណច្រើន តែម្ដងបាទអូដូចអត់ឆ្អឹងបាទ សូមសរសើរចំពោះអូនស្រីដែលការសម្ដែងនេះមើលទៅហាក់ដូចជាលវុតលវន់គ្មានឆ្អឹងសោះគឺថាគាត់ពុតពេលនេះគឺថាគ្មានអ្វីឲ្យទាស់តែម្ដងសម្រាប់ខ្ញុំបាទអូល្អមែនទែនពិសាធ្វើបានល្អសម្រាប់ខ្ញុំសម្រាប់ពិសានៅពេលនេះតើមានអ្វីបាទចង់បញ្ចេញទេបន្ទាប់ពីការសម្ដែងហើយបាទ អារម្មណ៍យ៉ាងណាដែរបន្ទាប់ពីការសម្ដែងហើយបាទពិសាល ចានាងខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយអំពើមែនតើបានឃើញទស្សនិកជននៅទីនេះផ្ទាល់ក៏ដូចជាគណៈកម្មការទាំង3 បាទអរគុណច្រើនពិសាលអរគុណបាទជាបន្តសូមជូនវេទិកានេះជូនដល់តារាភាពជំនាញគឺអ្នកនាងខាត់សុខីម ចាអូបងអត់អាចធ្វើដូចអូនឯងបានទេតិចឆ្អឹងលីងហ្មងហើយស្រឡាញ់ជាងគេរឿងខ្ជូតនឹងហ្មងហីឆ្ងាញ់រឿងទៅក្រោយឆ្លៀតចេះទៀតអីចាមិនហ៎ចាចឹងបានគេកើតមកជាស្រីខ្ជូតសំបីតែគេពុតខ្លួនក៏នៅតែខ្ជូតជូនបងប្អូនសូមឲ្យបងប្អូនទទួលបាននៃការគ្រប់គ្រងច្រើនណាសូមអរគុណ បាទសូមអរគុណច្រើនបាទជាបន្តសូមផ្ដល់នាទីនេះជូនទៅដល់ឆាច់បាទ KOY បាទសូមជើញ បាទឃើញអារម្មណ៍ប្លែកជាងមុនហើយទុនជាងមុនទៀតម្យ៉ាងទៀតគ្រាន់តែចំណុចខ្វះខាតមើលទៅតែមានបន្តិចបន្តួចមិនជាអ្វីសំខាន់ក៏សូមឲ្យបងប្អូនជួយបោះឆ្នោតជូនដល់បាទបងអូនស្រីបាទ បាទអរគុណចំពោះលោកចាត់ KOY ជាបន្តផ្ដល់ជូនឱកាសចុងក្រោយដល់ចាត់លោកព្រៀបសុវណ្ណបាទសូមជឿបាទ កាយវិការបងអូនទុនល្អក៏ប៉ុន្តែមើលទៅយើងខ្វះភាពតាក់ទាញបន្តិចការពុតពេលរបស់អូនគឺបានទុនល្អហើយក៏ប៉ុន្តែការលះហួនក៏យើងបន្ថែមបន្តិចទៀតគឺយើងមានសំណើមមែនតើហើយក៏ជូនពរឲ្យបងអូនទទួលបានការគ្រប់គ្រងច្រើនអរគុណច្រើន បាទសូមអរគុណបាទចំពោះគណៈកម្មការបានផ្ដល់ជាមតិយ៉ាងល្អជូនដល់បាទបងស្រីពិសាបើសិនជាលោកអ្នកគ្រប់គ្រងបាទចំពោះគាត់គឺកុំភ្លេចគាត់មានសម្គាល់លេខ5គ្រាន់តែចូលទៅកាន់ Rai Music ព្រមទាំងចុចលេខសម្គាល់របស់គាត់គឺលេខ5ផ្សាយទៅកាន់2014គឺជាការស្រេចបាទនៅវិញមានអ្វីចង់បាទនិយាយបាទសូមជើញបាទ សូមឲ្យទស្សនិកជនទាំងអស់នាងខ្ញុំគ្មានអ្វីដែលថាតបស្នំនឹងសូមគុណនាងខ្ញុំមានតែម្រាមដៃ10ដើម្បីសូមឲ្យបងប្អូនទាំងអស់គ្នាបោះឆ្នោតគ្រប់គ្រងនាងខ្ញុំដើម្បីឲ្យនាងខ្ញុំបន្តទៅវគ្គផ្ដាច់ព្រាត់លេខសម្គាល់របស់នាងខ្ញុំគឺលេខ5 បាទសូមអរគុណចំពោះបងប្អូនពិសាផងណាសូមឲ្យបងពិសាសម្រាប់បន្តិចសិនចុះបាទអរគុណច្រើនបាទ អរគុណ